ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបភ្នាល់ game ABC នៅលើ website Super 6 Beta ឬក៏ប246ចានៅពេលដែលបងប្អូនធ្វើការ login account បានជោគជ័យបងប្អូនជួយមើលមកខាងក្រោមបន្តិចបងប្អូននឹងឃើញគេដាក់ថា game ABC បងប្អូនជួយចុចចូលមកបន្ទាប់មកគឺបងប្អូនចូលមកដល់ក្នុង game របស់យើងតែម្ដងសម្រាប់ game នេះផងដែរគឺគេលេងទៅលើ B 2សន្លឹកនេះនៅពេលដែល B នោះបើកមកចាចេញអ្វីគឺយើងយកជាលទ្ធផលតែម្ដងចាដូចជាក់ស្ដែងគឺចេញ10គ្រាប់ចូលកន្លែងថៃចាហើយសម្រាប់ game នេះផងដែរគឺមានដល់ទៅ5ជម្រើសនៅក្នុងការភ្នាល់មានភ្នាល់ទៅលើផែសន្លឹកដូចគ្នាជម្រើសអក្សរ A យើងភ្នាល់ទៅលើចំនួនគ្រាប់ចាមាន1គ្រាប់2គ្រាប់និង3គ្រាប់ B ចាគឺ4 5 6 C គឺ7 8 9ហើយកន្លែងថៃនេះគឺយើងភ្នាល់ទៅលើ B ញុកឬក៏ B 10គ្រាប់ចាដូចជាក់ស្ដែង B របស់យើង9គ្រាប់បងប្អូនភ្នាល់កន្លែងអក្សរ C នេះគឺបងប្អូននឹងឈ្នះហើយសម្រាប់ game នេះផងដែរបើសិនជាបងប្អូនភ្នាល់ទៅលើជម្រើសចាទាំង3នេះចា A B C ចានៅពេលដែល B នោះបើកមកចាចេញសន្លឹកអង្គទាំងពីរសន្លឹកមានរូបទាំងពីរបងប្អូនភ្នាល់ទៅលើជម្រើសទាំង3ហ្នឹងគឺមេនិង C ប៉ុន្តែបើសិនជា B របស់យើងបើកមកមានសន្លឹកចា11និងសន្លឹករូប1ចាគឺគេនឹងធ្វើការ return ជូនបងប្អូនវិញបើសិនជាបងប្អូនភ្នាល់ទៅលើជម្រើសចា A B C ចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរអ្នកខ្ញុំនឹងធ្វើការណែនាំបងប្អូនអំពីរបៀបភ្នាល់នៅក្នុង game នេះតែម្ដងអញ្ចឹងទី1បងប្អូនធ្វើការជ្រើសរើសកាក់ជាមុនសិនចាមានពី$1រហូតដល់$100បងប្អូនស្រឡាញ់ប្រមាណដុល្លារបងប្អូន select លើនឹងមកបន្តមកបងប្អូនដាក់កាក់នោះទៅលើជម្រើសភ្នាល់ណាមួយដែលបងប្អូនចង់ភ្នាល់អញ្ចឹងអ្នកខ្ញុំសូមដាក់កាក់ទៅលើជម្រើសអក្សរ A និងអក្សរ C បន្តមកបងប្អូនចុចសញ្ញាគ្លីកពណ៌បៃតងកន្លែងនេះដើម្បីភ្នាល់អញ្ចឹងបន្ទាប់ពីអស់នីតិកន្លែងនេះគឺគេចាប់ផ្ដើមបើកសន្លឹក B ហើយអញ្ចឹងយើងរងចាំទាំងអស់គ្នាចាលទ្ធផលរបស់យើងចេញមកហើយគឺ8គ្រាប់អញ្ចឹងបងប្អូនភ្នាល់កន្លែងអក្សរ C នេះគឺបងប្អូននឹងឈ្នះចាអញ្ចឹងអ្នកខ្ញុំនឹងធ្វើការណែនាំបន្ថែមអំពីមុខងារសំខាន់នៅក្នុង game នេះផងដែរអញ្ចឹងបងប្អូនជួយមើលមកខាងលើបងប្អូននឹងឃើញគេដាក់ថា win report បងប្អូនអាចចូលទៅមើល diagram ដែលបងប្អូនភ្នាល់ឈ្នះចាហើយកន្លែង result បងប្អូនអាចចូលទៅមើលលទ្ធផល diagram ដែលចេញរួចចាកន្លែង rule នេះគឺជាច្បាប់នៃការភ្នាល់នៅលើ game នេះផងដែរចាអញ្ចឹងយើងចូលទៅទំព័រដើមយើងវិញចាកន្លែងនេះគឺជា balance បងប្អូនអាចមើលទឹកប្រាក់ដែលមាននៅក្នុង account ចា outstanding គឺជាចំនួនទឹកប្រាក់ដែលបងប្អូនភ្នាល់ប៉ុន្តែមិនទាន់ទូទាត់ខាងលើនេះគឺជា diagram ដែលបងប្អូនកំពុងតែធ្វើការភ្នាល់និងនីតិដែលរាប់ថក្រោយដែលបងប្អូនអាចធ្វើការភ្នាល់បានចាហើយកន្លែងនេះគេដាក់ថា bet limit បងប្អូនអាចចូលទៅមើលដែនកំណត់នៅក្នុងការភ្នាល់តើជម្រើសរបស់យើងភ្នាល់ពីប្រមាណ$ដល់ប្រមាណ$ក្នុងមួយដៃចាកន្លែងនេះវិញគឺជាជើងឬក៏លទ្ធផល diagram ដែលចេញរួចបងប្អូនអាចមេកតាមនឹងបានចាហើយខាងក្រោមនេះកន្លែងសញ្ញាគ្រីគឺយើងភ្នាល់ clear នេះគឺយើងលុបចោលចាព្រួញវិលមកវិលទៅនេះគឺយើងចាក់ដូចដៃមុនម្ដងទៀតមានន័យថា repeat ចាអញ្ចឹងសម្រាប់វីដេអូនៃការថតបង្ហាញនៅក្នុង game នេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អាចទំនាក់ទំនងតាម Telegram ឬក៏លេខ hotline ខាងក្រោមនេះបានចាសូមអរគុណសូមជម្រាបលា